ជំរាបសួរអ្នកទាំងអស់គ្នាចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើតគេហទំព័រដោយប្រើប្រាស់ AI នៅក្នុងវីដេអូមួយនេះអ្នកទាំងអស់គ្នានឹងរៀនបង្កើតនៅគេហទំព័រមួយនេះដែលយើងចូលមកយើងឃើញបែបនេះហើយយើងអាច auto com បានអូខេយើងមានកន្លែងបញ្ចូលឈ្មោះកន្លែងអីជាដើមចឹងហើយនៅក្នុងនឹងដែរយើងក៏មានគេហៅថា light mode ហើយនិង dark mode ផងដែរចឹងអ្នកទាំងអស់គ្នាអាចឃើញកន្លែងនេះវានឹងបដូរទៅជា light mode ហើយឃើញកន្លែងនេះយើងនឹងដូរទៅជា dark mode វិញអូខេចានេះគឺជាអីដែលយើងនឹងធ្វើទាំងអស់គ្នាហើយជាមួយគ្នានឹងដែរអ្នកទាំងអស់គ្នានឹងបានរៀនអំពីការ deploy project ផងដែរចឹងខ្ញុំនឹងធ្វើការប្រើប្រាស់នៅ Vercel ដើម្បីធ្វើការ deploy នៅ project មួយហ្នឹង project AI មួយហ្នឹងហើយយើងនឹងប្រើនៅ custom domain របស់យើងផងដែរអូខេចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅវីដេអូរបស់យើងទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូមួយនេះដែរ tool ដែលខ្ញុំនឹងប្រើដើម្បីបង្កើតនៅ website របស់យើងមានដូចជា Grok AI នេះរបស់ Elon Musk ហើយខ្ញុំមាន Lovable នេះសម្រាប់ generate នៅ project របស់យើងហើយខ្ញុំមាននៅការប្រើNamecheap ដើម្បី host នៅ project របស់យើងដើម្បី domain របស់យើងហើយនឹងយើងប្រើ Vercel ដើម្បី host នៅ project របស់យើងផងដែរអញ្ចឹងយើងមាន4 tool ហ្នឹងអញ្ចឹងយើងចាប់ផ្ដើមចេញពី Grok AI របស់យើងទាំងអស់គ្នាដោយយើងអាចសរសេរនៅអីដែលយើងចង់បង្កើតទៅហើយឲ្យវា provide នៅ detail prompt ឲ្យយើងវិញអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើតនៅ portfolio សម្រាប់ខ្លួនខ្ញុំចុះអញ្ចឹងខ្ញុំទៅសេថាwrite a very detailed prompt to create a portfolio for a programmer អូខេហើយយើងបន្ថែមបន្តិចទៀតមក make the prompt okay ឡើយនេះដាក់ create វិញcreate a prompt to generate one of the best portfolio website ever ហើយចំពោះ theme អីផ្សេងយើងអាចបន្ថែមពីលើវាទៅបើសិនជាយើងចង់បើតែយើងស្រឡាញ់បែប cozy យើងអាចដាក់ theme cozy ទៅប៉ុន្តែបើយើងស្រឡាញ់បែប minimalist យើងអាចដាក់ពាក្យថា minimalist design ឬក៏ 3D design អីចឹងទៅអានឹងតាមចិត្តយើងដែលយើងចង់ហើយខ្ញុំបន្តបន្តិចទៀតខ្ញុំដាក់ថា you have the freedom to create one of the best prompt ever unleash your true potential អូខេអានឹងសាច់លើ prompt ដែលយើងទៅសេវាទេចាឥឡូវខ្ញុំទៅសេប៉ុណ្្នឹងចុះហើយយើង enter មកហើយឲ្យវា expand អា prompt ដែលយើងទៅសេមកបន្តិចហ្នឹងឲ្យទៅជា prompt មួយដែលវា very detail ហើយយើងនឹង copy prompt ហ្នឹងយកទៅ generate website ទាំងអស់គ្នាហើយមួយទៀតខ្ញុំនឹងឲ្យវាបង្កើតជា website របស់យើងហ្នឹងបង្កើតជាអក្សរខ្មែរអញ្ចឹងខ្ញុំដាក់ថា use ខ្មែរ language ហើយ font family ខ្ញុំដាក់ថា font family កន្ទុំរុយ pro អូខេអញ្ចឹងយើងអាចប៉ុណ្្នឹងចុះឬក៏យើងចង់មាននៅtheme switcher របស់យើងទៀតក៏បានដែរដូចជា light mode dark mode អីជាដើមអញ្ចឹងខ្ញុំដាក់ថា support light mode and dark mode light dark mode អូខេអញ្ចឹងប៉ុណ្ណឹងហើយយើង enter មកអូខេអញ្ចឹងយើងគិតថាវាសរសេរ prompt មកយើងជាភាសាខ្មែរប៉ុន្តែនេះជាអីដែលយើងអត់ចង់បានទេមានន័យថាយើងចង់បាន prompt ជាអក្សរអង់គ្លេសប៉ុន្តែយើងប្រើអក្សរខ្មែរនៅក្នុង website របស់យើងអញ្ចឹងកន្លែងនេះយើងដាក់អាចធ្វើការ copy អានេះវិញមកបន្តមកទៀតយើងដាក់ថា note កន្លែងនេះ give prompt in English but use Khmer language in the website portfolio អូខេយើងដាក់ប៉ុណ្ណឹងហើយយើង enter សាមីអូខេអញ្ចឹងវា provide prompt មកយើងជាភាសាអង់គ្លេសវិញហើយចាំមើល prompt របស់យើងថាតើវាចេញបែបម៉េចហើយនឹងយើងនឹងអាចធ្វើការ copy នៅ prompt ហ្នឹងហើយយើងយកទៅ customize បន្ថែមតិចតួច
dương lục dương bật hai mấy chữ đàm chẳng dương chăm plát đầm bay về generate prompt năng ở chop sẵn ok chẳng là kinh tha về generate prompt mà dương chop hay dương ai do prompt năng từ mưa bán dương tha dương chọn bàn ấy dương chọn tục ấy hay dương chọn lục ấy sao chữ đàm chẳng ờ tôi thắc lại ní cho lại deliverable ní cho chẳng để sao tại dương phở này lovable ní đầm bay generate ở dương chẳng dương bà chăm phục hơi deliverable ní tế nhưng ai cho ca lúc phía sau bán hay let lovable ní design với ta deliverable nó vì chẳng thơm mấy xây tờ việt tờ kể hay tại tôi cho mùi nâng khi dương ai scroll mơ màn tích tiết tại tôi cho mùi nâng technical requirement nàyដូចជា front end technology ដោយសារតែយើងប្រើ lovable អញ្ចឹងយើងបាច់ចាំ specify ទេព្រោះថា lovable វាមាន tech stack របស់វាប្រើ react វាប្រើ view សំដៅវាប្រើ react វាប្រើ tailwind វាប្រើ shadcn អីជាដើមអញ្ចឹងកន្លែងនេះយើងអាចធ្វើការលុបវាចោលបានកន្លែងtechnical requirement នេះគេកន្លែងនេះយើងចង់ទុកក៏បានដែរ accessibility SEO meta ហ្នឹងចឹងយើងលុបតាកន្លែង front end technology នេះចោលក៏បានដែរគេហើយយើងដូចមានតែប៉ុណ្្នឹងទេឥឡូវខ្ញុំធ្វើការអានេះយើងដូចអាចធ្វើការ edit លើវាបានដែរអូខេចឹងឥឡូវយើងអាចធ្វើការ edit លើវាបានខ្ញុំធ្វើការលុបអាខាងក្រោមនេះចោលហើយយើង scroll ទៅលើទៀតយើងថាលុបអីគេមិញគឺយើងលុប front end technology ដោយសារតែយើង let lovable ដើម្បីធ្វើការ design ទៅលើ technology សម្រាប់ use វិញហើយយើងលុបនៅខាងក្រោមនេះ deliverable នេះយើងលុបចោលដូចគ្នាទេអញ្ចឹងខ្ញុំ scroll មើលបន្តិចទៀតចឹងអានេះយើងចង់ light mode dark mode អូខេហើយ font ក៏ទុំដូច pro អូខេដែរហើយ accessibility អូខេស្តាលើនេះមើលទៅដូចវាជាន់គ្នាខ្ញុំ scroll មើលបន្តិចទៀតសិន okay objective គេវា generate មកពីរដងជាន់គ្នាអញ្ចឹងខ្ញុំព្យាយាមធ្វើការលុបមួយចោលសិនអូខេយើងលុបប៉ុណ្ណេះចោលទៅអូខេអញ្ចឹងយើងទុក prompt ប៉ុណ្ណឹងហើយយើងអាចធ្វើការ copy prompt ប៉ុណ្ណឹងយកទៅដាក់ lovable ឲ្យ lovable ដើម្បី generate បានអញ្ចឹងខ្ញុំធ្វើការ copy នៅកន្លែងនេះបន្តមកទៀតយើងចូលមក lovable ទាំងអស់គ្នាហើយយើងធ្វើការ control V វាមកដើម្បី paste នៅ prompt ដែលយើងបានយកមកពីក្រោក AI ហ្នឹងអញ្ចឹងយើងធ្វើការ hit enter តែម្ដងហើយនៅក្នុង lovable នេះបើសិនជាបងប្អូនអត់ទាន់ដឹងទេយើងប្រើវាសម្រាប់ generate នៅ app អញ្ចឹងយើងគ្រាន់តែដាក់ prompt មកគឺវានឹង generate នៅ app ឲ្យយើងវាបង្កើត folder structure វាបង្កើតនៅអីគ្រប់យ៉ាងដើម្បីឲ្យ app មួយដំណើរការបានឲ្យយើងស្រាប់ហើយអញ្ចឹងយើងគ្រាន់តែ paste prompt ទៅគឺយើងអាចប្រើវាបានហើយគ្រាន់តែថា lovable នេះវាមានជា subscription របស់វាដោយសារតែវា free ឲ្យយើងតាមតិចទេយើងវាយតា4-5 prompt អីគឺវាអស់ហើយអញ្ចឹងយើងអាចប្រើវាសម្រាប់ដូចខ្ញុំប្រើវានៅក្នុងករណីនេះគឺយើងអាចប្រើវាសម្រាប់ start up នៅ project របស់យើងបានហើយបន្តមកទៀតយើងអាចយកវាទៅ customize បន្តនៅក្នុង IDE របស់យើង VS Code ឬក៏ Cursor ជាដើមអញ្ចឹងយើងអាចយកទៅ customize បន្តបានខ្ញុំប្រើវាមួយរយៈដែរឃើញថាវាល្អមែនតើដោយសារតែបើសិនជាបងប្អូនតោះគ្នាប្រើវាសម្រាប់project mock up អីគ្រាន់តែចង់ get idea អីគឺវាល្អមែនតើដោយសារតែយើងគ្រាន់តែដាក់ idea របស់យើងទៅគឺវានឹង generate ឲ្យយើងតែម្ដងហើយពេលខ្លះអី code ដែលវាបាន generate ហ្នឹងក៏យើងអាចយកមកប្រើជាផ្លូវការបានដែរព្រោះថាវាទៅស្អីល្អខ្ញុំបានតេស្តទៅលើ SEO ខ្ញុំបានតេស្តទៅលើ lighthouse របស់វាដែរគឺភាគច្រើនវាបានបន្ទុកកៅជាងអញ្ចឹងខ្ញុំគិតថាអាចយកទៅប្រើបានហើយក្នុងនេះវាក៏មាន back end ផងដែរវាប្រើជា super base អញ្ចឹងបើសិនជាបងប្អូនអរគ្នាserious តើតើជាមួយនឹងការប្រើ AI ដើម្បីបង្កើតនៅ website ជាដើមអាចសាកចាយ20រៀលមើលទៅចាយ20រៀលលេងដើម្បីលេងជាមួយ website មួយនេះគឺខ្ញុំឃើញថាវាល្អមែនតើហើយយើងអាចនៅពេលដែលវា generate code នឹងហើយអានេះគឺជា code ដែលវា generate មកហ្នឹង
dương ai cho connect mùi GitHub bảo dương hay dương publish với bạn dương per domain bảo dương bạn chẳng được không ở video này có nhóm per domain bảo nhóm đá cứ nhóm main domain coderistic.pro mỗi dân nhóm nằm bạc subdomain mỗi xem mẹនៅ website portfolio mình đi còn đại chẳng nó bây giờ với generate job cứ dương năng export video được không GitHub bảo dương hay dương ai cho các clone với bạn clone từ customize và tó nơi IDE bảo dương được chỉ VS Code được chỉ Cursor chỉ đó hay bắt đầu mình tiếp chăm dương publish với từ lừa oversell bảo dương ok chẳng lẽ việc của bọn ta generate tháiขึ้นta prompt dương chọn chẳng code để dương chạy máu coi chọn để khi này chẳng dương đừng chừng này template để bây giờ về generate code nâng bị chậm ok chúng ta sang một năng dương generate tới dương miền error mỗi tại toàn dùng một năng trying to use helmet a component package but isn't installed on your project anh ấy cứ tại toàn dùng một năng cái view per vấn đề out install mà chẳng dương còn ta click try to fix năng tới cứ viên năng thôi cả fix clone gì ấy hay cái là ní cứ dương miền bạc mới tiết đó là dương try to fix mà đòn tiền máu cứ anh ấy viết tại trong chọn tại trong chúng mình đang ca để việc package nào mới hay việc toàn bản install trong việc năng load error trên mọi bạn năng hay và sinh gì bong bóng khi mà nó còn đặt click try to fix tới cứ việc năng fix luôn vậy cứ miền bản hai thì ok trong bắt đầu bị ok nếu cái website bảo dưỡng bắt đầu bị dùng bản fix nơi bạc năng hỏi tại sao đây bạc năng cứ việc còn đã việcបញ្ហានេះទេវាប្រើ React Helmet នេះប៉ុន្តែវាអត់បាន install អញ្ចឹងវាចេញ error ហ្នឹងហើយអញ្ចឹង bug វាមានតែប៉ុណ្្នឹងហើយដល់ពេលដែលវាចេញមកអញ្ចឹងយើងគ្រាន់តែ click អាពាក្យថា try to fix ហ្នឹងទៅគឺវានឹង fix ខ្លួនវាហើយអូខេនេះគឺជា website របស់យើងដែលយើងបាន generate ចេញមកហ្នឹងគឺ មែនតើឥឡូវយើងសាក preview វាទាំងអស់គ្នាអញ្ចឹងយើង preview នៅលើ browser របស់យើងអូខេនេះគឺជា website របស់យើងអញ្ចឹងយើងមានកន្លែងនេះគឺយើងមាន logo ដែលយើងអាច click បានអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាចដូរទៅជាឈ្មោះរបស់អ្នកទាំងអស់គ្នាឬក៏ logo របស់អ្នកទាំងអស់គ្នាបានហើយកន្លែងនេះគឺមានទំព័រដើមអូមាន nice animation នៅកន្លែងនេះទៀតគឺថាយើងដាក់លើវាទៅគឺវាចេញ animation បែបនេះមកទំព័រដើមអំពីខ្ញុំគម្រោងរបស់ខ្ញុំបបផ្សោតតាក់ទង contact me កន្លែងនេះហើយចំពោះយើងកន្លែងនេះយើងមានតាក់ទងជាមួយនឹង theme switcher ដែរយើងមាន dark ហើយ light mode អូខេហើយចំពោះកន្លែងនេះយើងមានសូមស្វាគមន៍ welcome I am a developer យើងមានជាអក្សរខ្មែរអូខេកន្លែងនេះគឺថាមានអក្សរកន្លែងនេះវាដូររហូត developer ហើយមួយទៀតអីគេ creator អូខេ and builder ជាដើមអូខេចឹងឃើញថាវាមែនតើឥឡូវយើងចុះមកក្រោមទាំងអស់គ្នាឥឡូវយើង click ទៅលើប៊ូតុងនេះតែម្ដងទៅអូខេវានឹងចុះមកក្រោមមួយហើយកន្លែងនេះអំពីខ្ញុំអ្នកទាំងអស់គ្នាអាចដាក់ profile របស់អ្នកទាំងអស់គ្នានៅកន្លែងនេះបានចឹងកន្លែងនេះមានដូចជាផលបត្តិតែពិតកន្លែងនេះវាបកប្រែមកក៏ពិតកន្លែងនេះគឺ portfolio ហ្នឹងឯងចឹងអ្នកទាំងអស់គ្នាអាច clone នៅ code ហ្នឹងហើយចូលទៅកែពាក្យពេចន៍មួយចំនួនបាននៅក្នុងនេះចឹងឃើញថាមានពាក្យពេចន៍មួយចំនួនហើយមានជំនាញJavaScript React Node.js ជាដើមហើយយើងចូលមកក្រោមតិចទៀតយើងមានគម្រោងរបស់យើងអូខេកន្លែងនេះគឺជាគម្រោងដែលយើង show off របស់យើងអូខេគឺ nice មែនតើកន្លែងនេះគឺថាយើងមាន filter ផងដែរតែអានេះទាំងអស់ហើយយើងមានសម្រាប់ website យើងមានសម្រាប់ mobile ចុះនេះជា app mobile ដែលយើងបាន build ហើយនេះជា app តែដល់ជាមួយនឹង AI ដែលយើងបាន build ឲ្យជាដើមអញ្ចឹងកន្លែងmy project នេះគឺ មែនតើបាទអូខេអញ្ចឹងកន្លែងនេះគឺជា my project ហើយយើងបន្តមកមុខតិចទៀតគឺតើតើជាមួយនឹង experience របស់យើងអញ្ចឹងកន្លែងនេះអូខេគឺវាមានជា timeline ឲ្យយើងគឺមែនតើកន្លែងនេះគឺ timeline បច្ចុប្បន្ន timeline អតីតរបស់យើងហើយនេះអតីតរបស់យើងអូខេកន្លែងនេះគឺ nice មែនតើលើយើងចុះមកក្រោមតិចទៀតគឺយើងឃើញថាមាននៅcontact us contact me ចឹងកន្លែងនេះមានកន្លែង by email
ហើយជាមួយនឹង email GitHub LinkedIn ជាមួយលេខទូរស័ព្ទរបស់យើងអូខេចឹងកន្លែងនេះតើតើជាមួយនឹង contact me ហ្នឹងហើយនៅខាងក្រោមនេះគឺយើងមាន minimalistic footer គឺ nice មែនតើហើយយើងមាន back to the top នៅកន្លែងនេះទៀតអូខេចឹងយើងមានកន្លែងនេះ copyright claim ហើយកន្លែងនេះ quick links ជាមួយនឹងsocial media របស់យើង social account របស់យើងហើយយើងមាន click back to the top អញ្ចឹង let's click back to the top ទាំងអស់គ្នាអូខេវា back to the top ឲ្យយើងឥឡូវយើងមកតេស្តនៅប៊ូតុងទាំងអស់គ្នា let's say យើង click លើប៊ូតុងមើលគម្រោងរបស់ខ្ញុំនេះចុះអូខេអញ្ចឹងវានឹងនាំយើងមកកាន់កន្លែងគម្រោងរបស់ខ្ញុំអូខេ nice ហើយ let's click ទៅលើ contact អូខេវានាំយើងមកកាន់ contact me នេះអូខេឥឡូវយើង back to the top វិញ and then អូខេដូចមានតែប៉ុណ្្នឹងទេអានេះបើសិនជាយើង click ទៅវានឹង link ទៅទំព័រនីមួយៗហ្នឹងឥឡូវយើងទៅតេស្តនេះទាំងអស់គ្នាយើងទៅតេស្តកន្លែង logo នេះខ្ញុំចុចទៅអូខេវាទៅលើវិញហើយយើងតេស្តតទៅជាមួយនឹងនេះ team switcher របស់យើងចឹងខ្ញុំ click មកអូខេអានេះគឺមកពណ៌សវិញយើងមើលទៅលើល្អមែនតើការបង្កើតនៅគេហទំព័រ portfolio ដោយប្រើ AI នេះគឺវាធ្វើបានល្អមែនតើហើយយើងអាចឲ្យយកទៅ customize ដាក់ឈ្មោះយើងដាក់រូបយើងហើយ claim ជារបស់យើងបានអូខេអញ្ចឹងនេះគឺជាការប្រើប្រាស់នៅ AI ដើម្បីបង្កើត website ឲ្យយើងតើថាយើងចង់ដាក់ link នេះកន្លែង link ទាំងអស់នេះយើងចង់ដាក់ link ទៅ social account របស់យើងវិញអញ្ចឹងយើងគ្រាន់តែ clone នៅ page មួយហ្នឹងហើយយកទៅដាក់ link ទៅគឺបានហើយអូខេអញ្ចឹងយើងសម្រាប់ថាយើងយកប៉ុណ្ណឹងចុះអញ្ចឹងខ្ញុំនឹងសារ clone វាអញ្ចឹងយើងគ្រាន់តែ click ទៅលើកន្លែងរូប GitHub នៅខាងស្ដាំនៅខាងលើនេះមកអញ្ចឹងបន្តមកទៀតបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ connect ជាមួយនឹង account GitHub របស់អ្នកទាំងអស់គ្នាទេគឺវានឹងឲ្យយើង log in ឬក៏ sign in ជាមួយនឹង account GitHub ហើយអញ្ចឹងដោយសារតែនៅក្នុងនេះគឺខ្ញុំបាន log in ហើយអញ្ចឹងខ្ញុំអាចធ្វើការ transfer project to GitHub account របស់ខ្ញុំតែម្ដងអញ្ចឹងខ្ញុំចុចកន្លែង transfer project ហ្នឹងបន្តមកទៀតអានេះគឺជា GitHub account របស់ខ្ញុំអញ្ចឹងខ្ញុំ click លើហ្នឹងមកអូខេហើយវានឹង provide នៅ link GitHub ឲ្យយើងហើយអានេះបើសិនជាយើងចូលទៅក្នុង GitHub របស់យើងក៏យើងឃើញនៅ repository មួយហ្នឹងបង្កើតដែរនៅក្នុង GitHub account របស់យើងអញ្ចឹងយើងអាចធ្វើការ copy វាមកហើយឈ្មោះ repository របស់យើងគឺ Khmer Code Canvas អញ្ចឹងយើងអាចធ្វើការ clone វាយកទៅយើងសាក clone វាបានអូខេអញ្ចឹងខ្ញុំធ្វើការ copy link សម្រាប់ clone នេះអូខេអញ្ចឹងខ្ញុំមាន directory មួយនេះគឺ me នេះអញ្ចឹងខ្ញុំនឹង clone git clone project មួយហ្នឹងនៅក្នុង directory មួយហ្នឹងតែម្ដងចឹងបន្ទាប់ពីយើងបាន clone ហើយអ្នកទាំងអស់គ្នាអាចបើកវាជាមួយនឹង VS Code ក៏បានបើកវាជាមួយនឹង Cursor ឬក៏ IDE ផ្សេងក៏បានដែរហើយតែអ្នកទាំងអស់គ្នាធ្លាប់ប្រើ IDE មួយណាបើកជាមួយនឹង IDE មួយហ្នឹងទៅអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងប្រើ Cursor ដោយសារតែ Cursor ឥឡូវកំពុងតែល្បីខ្លាំងមែនទែនតាក់ទងជាមួយនឹង AI agent របស់វាហ្នឹងអញ្ចឹងខ្ញុំនឹងបើកវាជាមួយនឹង Cursor អូខេអញ្ចឹងនេះគឺជា project ដែលយើងបាន clone មកពី lovable.dev ហ្នឹងអញ្ចឹងដំបូងគឺនៅពេលដែលយើង clone project មកគឺយើងត្រូវ npm install សិនអញ្ចឹងយើង npm install នៅ dependency មួយចំនួនសិនមកអូខេបន្ទាប់ពី npm install ហើយអ្នកទាំងអស់គ្នាអាចធ្វើការ run បានដោយសារតែ project មួយនេះគឺយើងគឺ lovable ហ្នឹងគឺបង្កើតដោយប្រើ react អញ្ចឹងយើងអាចប្រើ command npm run dev បានដើម្បីធ្វើការ run នៅ project របស់យើងអូខេហើយបន្តមកយើងអាចបើក link បើក website របស់យើងជាមួយនឹង link មួយនេះអូខេអញ្ចឹងអានេះគឺជា website របស់យើងដែលយើង run នៅលើ local host របស់យើងហ្នឹងអញ្ចឹង website ដែលយើងបាន clone មកមិញហ្នឹងអញ្ចឹងឥឡូវយើង run នៅលើ local host របស់យើងហើយអញ្ចឹងបន្តមកទៀតឥឡូវយើងសាកបន្ថែម link មួយយើងមកកន្លែងនេះចុះខ្ញុំដាក់ link GitHub ទៅ link GitHub របស់ខ្ញុំអញ្ចឹងយើង copy អាពាក្យហ្នឹងមកហើយយើងទៅ search នៅក្នុង project របស់យើងយើងចូលមកអញ្ចឹងយើងនឹងឃើញថាកន្លែងនេះគឺជា social link របស់យើងហើយអូខេអញ្ចឹងយើងឃើញថាវា read មកពី
cái lại contact section bao giờ ní smell store này data bao giờ nắng chẳng cái lại GitHub ní dương đâu để chia GitHub bao giờ mình nó cái chẳng nhầm nâng đâu link lại ní đã link bao nhầm vĩnh cái của bạn nâng tới hơi dương suka save muối từ cái dương đã auto save của bạn đấy và đó mới dương từ ba cái website bao giờ vĩnh ok chẳng dương hình thà link lại ní thở đâu để chia link bao giờ với nhá chẳng nhầm click là viên nó và cứ viên nâng tag dương mà link profile GitHub bao giờ được cái dương trong cái phải ấy xem biết cái dương ai cho cả customize bán chẳng bữa đó bị dương customize hai hai dương ai cho cả push về từ remote directory bao dương vĩnh chẳng nhầm cho cả terminate mỗi hai nhầm cho cả cái push về từ remote directory bao dương vĩnh xong tất cứ dương add mới dẫn để dương để sao để dương bàn đầu này cái này ní chẳng những đầu hay chẳng nhầm get add mùi máu I get commit dash dùng data updates okay và phần nó và đó mới chết dương còn là get push mà ok chẳng cứ về ban push nơi changes để dùng ban make mình nữa đó là remote repository bao dương vậy nhỉ hay nó không cursor nữa dân dân này đang đi trong per AI built in bảo viết của bạn đấy và đã lấy nhóm thờ skip một phần năng sẵn cho dương nâng tới deploy ở object bao dương được không nhỉ ok chẳng nhóm nâng phở Vercel đâm bởi thuộc cả deploy nơi project bảo dưỡng chẳng dân còn là thuộc cả import nơi project bảo dưỡng cho Vercel mà cứ bàn ấy để ra đại project mình cứ mình thuộc thả command code canvas chẳng nhóm nâng thuộc cả import nơi project mới nâng cho được nâng Vercel hay dân còn là click deploy đó cứ viên nâng run build command output directory ấy luôn với hay chẳng dân còn là thuộc cả click deployนี่มาจังให้ก็หลายนี่มื้อเตียดบ่ซั่นสิในทางคณีมีใน env ឧទាហរណ៍ថាយើងប្រើនៅ connect ជាមួយ superbase ជាដើមចឹងបើសិនជាយើងមាន env យើងអាចដាក់នៅកន្លែងនេះបានគេដែលសារតែយើងអត់មាន env ទេចឹងយើង click deploy យកតែម្ដងគឺវានឹងធ្វើការ build ហើយវានឹង deploy នៅ project មួយហ្នឹងឲ្យយើងតែម្ដងអូខេចឹងឥឡូវវាកំពុងតែ build ហើយខ្ញុំនឹងប្រើនៅវាកំពុងតែ build ហើយនឹង deploy ចឹងខ្ញុំនឹងប្រើនៅ dương nâng cho một căn name chip bảo dưỡng đầm bay dương ai bạc cả nơi subdomain muối xem portfolio bảo dưỡng chân dương cho một căn cái lại domain list ní màu hay bắt đầu một tiết dương click từ domain bảo dưỡng hay click lại manage hay dương do advanced DNS và hay bắt đầu một tiết dương còn đã click lại add new record ní màu hay dương nâng được do cname record hay dương đã host bảo dưỡng màu chân host bảo dưỡng ấy kì host bảo dưỡng portfolio dương đã chúng ấy của bạn đó là cái gì subdomain bảo dưỡng đó chính em đã tha portfolio hay là dương point từ căn Vercel bảo dưỡng chân dương tập anh cứ bạn ấy dương click cái lại save change này mà ok chẳng là cái gì subdomain bảo dưỡng ấy cứ portfolio dot coderistic dot pro cái tập anh bạn ấy là dương ta lắp một căn Vercel bảo dưỡng với những hình thàm vậy nếu cứ deploy bị chạy bảo dưỡng cứ bạn chuột chạy ấy cứ dương ai thôi cả view về bán ok chẳng nhưng mà toàn tới view về tới nhóm nâng add nơi custom domain mới sẵn chẳng dương click lại add domain này mà chẳng tập tới website bảo dưỡng cứ bạn là vậy cứ dương cho một căn link mới này mà chẳng dương cho một căn link mới này ok giờ này cứ website bảo dưỡng cứ bạn lại phải và đây nhóm trong add nơi custom domain chân dân click lại add ní máu tàu mà tiết dân đã custom domain để dân ban bạc cả mình nó cứ portfolio.coderistic.pro chân dân đã tham portfolio.coderistic.pro máu cái này cái gì main domain bảo nhóm hay cái lại portfolio này cái gì subdomain bảo nhóm chân dân bạc cả tập anh nó hay dân click add domain ní máu ok tập anh năng thế cứ bên năng config everything automatically ở dương tầm đó chẳng dương còn đã thuộc cả trong trăm viết đầm bày việc config ở dương ok chẳng là lấy cứ portfolio bảo dưỡng cứ ban add nơi custom domain hay ấy hay là đó này ai cho một căn custom domain mới năng bán cứ portfolio.coderistic.pro nắng là đó nên năng khơi nơi website mới nắng live tầm đó
OK ចឹងនៅក្នុងវីដេអូមួយនេះគឺយើងបានប្រើ AI ដូចជាក្រក AI របស់ Elon Musk ដើម្បីធ្វើការសរសេរនៅ prompt ឲ្យយើងហើយយើងបានប្រើ Lovable.dev ដើម្បីធ្វើការ generate នៅ project របស់យើងដោយវាប្រើtechnology វាប្រើដូចជា React វាប្រើ Tailwind Shadcn nàyជាដើមហើយនៅក្នុងនឹងដែរគឺយើងបានប្រើនៅ Cursor IDE ដើម្បី Cursor IDE ដើម្បីនឹងធ្វើការ customize ទៅលើ project របស់យើងផងដែរហើយយើងបានប្រើនៅ Vercel ដើម្បីធ្វើការ deploy នៅ project របស់យើងហើយយើងបានប្រើនៅ Namecheap ដើម្បី add នៅ custom domain របស់យើងផងដែរ OK ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងវិធីបង្កើត website ដោយប្រើ AI ហើយបងប្អូនទាំងអស់គ្នាអាចរៀនប្រើបានគឺយើងប្រើ AI ច្រើនបញ្ចូលគ្នាដើម្បីបង្កើតជា product អីមួយដើម្បីជាផលប្រយោជន៍របស់យើងអញ្ចឹងOK អញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលនៅវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត